ជំរាបសួរចាមកទៀតហើយតែម៉ូតលើកនេះធានាថាប្លែកហើយស្អាតមែនតែនហ្មងណាចាម៉ូតនេះគឺស្អាតទាំងក្រោយស្អាតទាំងមុខតោះអញ្ចឹងចាប់ផ្ដើមធ្វើបងប្អូនគឺមុនដំបូងអស់យើងវែកសក់គុំស្លឹកត្រចៀកខាងមុខយើងគៀបតគៀបទុកសងខាងណាចាហើយយើងមិនចាប់ផ្ដើមចងជាមួយនឹងសក់ពាក់កណ្ដាលនៅខាងក្រោយសម្រាប់ពាក់កណ្ដាលនេះគឺយើងចងមកលៃមកល្មមចាកុំឲ្យតិចពេកហើយក៏កុំច្រើនពេកដែរដើម្បីមានសក់ធ្លាក់នៅខាងក្រោមខ្លះអូខេឥឡូវខ្ញុំពុះសក់នឹងជា2ចាពុះសក់ដែលចងហើយនឹងជា2ហើយដែលបងប្អូនឃើញអញ្ចឹងគឺយើងចាប់ផ្ដើមវែកសក់កន្លែងគុំស្លឹកត្រចៀកដែលយើងទុកហ្នឹងគឺយើងចាប់ផ្ដើមក្រងបងប្អូនម៉ូតនេះគឺឃើញស្អាតទាំងមុខស្អាតទាំងក្រោយគឺដោយសារតែខាងមុខគឺយើងឃើញឆ្នោតណាហើយពីក្រោយគឺឃើញដូចដែលបងប្អូនឃើញមុនដំបូងដែលខ្ញុំដាក់រូបនៅខាងមុខអញ្ចឹងចាប្លែកមែនតើអូខេយើងអត់ពិបាកទេយើងគ្រាន់តែក្រងសងខាងមកអញ្ចឹងមកចាវែកវាឲ្យស្មើអញ្ចឹងមកហើយយើងក្រងបន្តជាមួយនឹងសក់នឹងដល់ចុងកតុយតែបងប្អូនកុំភ្លេចទុកសក់នៅកន្លែងកដាលនឹងបន្តិចផងណាព្រោះដោយសារយើងមានម៉ូតក្រងដែលភ្ជាប់នៅកដាលនឹងមួយម៉ូតទៀតចាអូខេហើយយើងធ្វើដូចគ្នាដដែលនៅមួយចំហៀងទៀតហើយយើងកុំភ្លេចទុកសក់នៅសល់បន្តិចដូចគ្នាជាមួយនឹងការចងនឹងចាអញ្ចឹងម្ដងទៀតគឺយើងចាប់ក្រងធម្មតាអាចនិយាយថាក្រងឌីធម្មតាហ្នឹងតែម៉ូតនេះបើសិនជាគិតទៅបងប្អូនអាចមើលចេញមកអូម៉ូតនេះប្លែកតែបើសិនជាយើងបែងចែកពីជាចំណែកនៃការធ្វើវិញគឺសាមញ្ញទេចាអញ្ចឹងវាអត់ពិបាកខ្លាំងនៅក្នុងការធ្វើអូខេអញ្ចឹងខ្ញុំក្រងតមកដល់ក្រោមចាខ្ញុំក្រងតមកដល់ក្រោមហើយខ្ញុំនឹងផ្គួបសក់ទាំងពីរសងខាងនេះគឺចូលគ្នាចាចងកស៊ូទុកសិនចារួចរាល់ជាមួយនឹងការចងហើយយើងទាញសក់ដែលយើងបានទុកក្រង4បងប្អូនកន្លែងនេះវីដេអូនេះគឺខ្ញុំដាក់រៀងយឺតបន្តិចសម្រាប់ឲ្យបងប្អូនស្រួលមើលយើងបែងសក់ជា4ចាហើយបន្ទាប់មកគឺខ្ញុំឆ្លាស់គ្នាបែបនេះហើយបងប្អូនត្រូវទុកសក់ដែលជានៅចំណែកទី2នៃសក់ទាំង4ហ្នឹងណាចាផ្នែកទី2នៃសក់ទាំង4ហ្នឹងគឺនៅកន្លែងដដែលយើងគ្រាន់តែវត្តចុះវត្តឡើងតែ3ផ្នែកទេចាដើម្បីឲ្យផ្នែកទី2ហ្នឹងគឺជាផ្នែកដែលខ្ញុំហូតសក់អញ្ចឹងបងប្អូនឥឡូវឃើញខ្ញុំកំពុងតែក្រង4ហើយតែខ្ញុំអត់ទាន់ហូតទេម៉ូតនេះគឺស្អាតនៅពេលហូតបងប្អូនចាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមហូតទេណាខ្ញុំទប់ជាមួយនឹងដៃកន្លែងទី2ហ្នឹងហើយខ្ញុំរុញឡើងហ្មងនេះបងប្អូនឃើញចាគឺប្លែកខ្លាំងមែនតើសម្រាប់កន្លែងនេះដែរបងប្អូនអាចចូលមើលម្ដងហើយម្ដងទៀតបានបើសិនជាមើលអត់តាន់ណាចាអូខេរួចរាល់ជាមួយនឹងការក្រងហូតនេះហើយចា4ហូតអញ្ចឹងគឺខ្ញុំរើសយកម៉ូតនេះដាក់នៅកណ្ដាលសក់ដើម្បីឲ្យមើលទៅឃើញម៉ូតនឹងថាអូវាប្លែកពិសេសអញ្ចឹងណាចាពីម៉ូតផ្សេងរួចរាល់ជាមួយនឹងការក្រងបែបប្លែកនេះចាជឿជាក់ថាបងប្អូននឹងស្រឡាញ់ពេញចិត្តហើយឥឡូវខ្ញុំចូលដល់វគ្គតុបតែងម្ដងហើយដោយបងប្អូនដឹងស្រាប់ហើយខ្ញុំចូលចិត្តដាក់អីថែមពីលើទៀតដើម្បីអាចម៉ូតសក់នេះដែរបងប្អូនអាចមើលខ្ញុំតុបតែងហើយអាចទៅកម្មវិធីអីបានចាហើយស្អាតទាំងមុខស្អាតទាំងក្រោយហ្មងសម្រាប់ម៉ូតសក់នេះណាចាអូខេរួចរាល់អរគុណសម្រាប់ការតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំហើយសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ